រោគឬគូបនៃចំនួនខាងក្រោមឥឡូវយើងបន្តមកដល់លំហាត់លេខរៀងអក្សរដូ x គូបស្មើនឹង64លើ512អញ្ចឹងចំនួនដែលយើងមានលេខនេះគឺយើងអាចរកតម្លៃ x វាបានដែលយើងពាក់ radical ឲ្យទៅលើ64លើ512គឺជា radical ដែលមានសន្ទុះ3ដែលយើងហៅថាឫសគូបយើងរកឫសគូបគឺពាក្យ radical ដែលមានសន្ទុះ3ទៅឲ្យចំនួន64លើ512ចឹងលេខ64កាលពីវីដេអូមុនយើងធ្លាប់លើកជាស្វ័យគុណ3រួចម្ដងហើយចឹងយើងអាចលើកបាន64គឺយើងលើកជាស្វ័យគុណ3គឺយើងបាន4ស្វ័យគុណ3ហើយ512ក៏យើងធ្លាប់មានហើយដែរគឺយើងអាចលើកបាន8ស្វ័យគុណ3នៃកាលពីវីដេអូមុនយើងបានលើក512រួចហើយឥឡូវយើងយកមកប្រើប្រាស់តែម្ដងគឺយើងបាន4លើ8ហើយយើងប្រើវងកញ្ចក់ក្តបយើងដាក់ស្វ័យគុណ3រួមគ្នាបន្ទាប់មកយើងអាចចេញក្រៅបានដោយសារវាមានស្វ័យគុណ3ស្មើនឹងសន្ទុះនៃ radical គឺចេញមកក្រៅបាន4លើ8ហើយលេខនេះអាចសម្រួលបានដូច្នេះយើងសម្រួល4លើ8បានទៅជា1លើ2គឺយើងសម្រួលនឹង4យក4ទៅចែកនឹង4បាន1យក8ទៅចែកនឹង4បាន2ដូចនេះ x ស្មើនឹង1លើ2គឺឫសគូបមានចម្លើយតែមួយគត់គឺយើងបាន x ស្មើ1លើ2ចូលដល់លំហាត់អក្សរធัว x គូបស្មើនឹងដក1លើ1000អញ្ចឹងបើលំហាត់គេឲ្យមកជាចំនួនអវិជ្ជមានយើងរកឫសរបស់វាគឺបានចម្លើយអវិជ្ជមានគឺយើងពាក់ឫសគូបឲ្យដក1លើចំនួន1000ចំពោះ1យើងចង់លើកស្វ័យគុណប្រមាណក៏បានដែរឥឡូវយើងលើកយកស្វ័យគុណ3ហើយនឹង1000គឺជាស្វ័យគុណគោល10អញ្ចឹងយើងរាប់មើលមាន0ចំនួន3អញ្ចឹងយើងអាចលើកបាន10ស្វ័យគុណ3តែយើងដាក់វងកញ្ចក់ក្តបរួមគ្នាហើយយើងដាក់ស្វ័យគុណរួមគ្នានៅខាងក្រៅដើម្បីចេញមកគឺយើងបានទាំងដុំតែម្ដងគឺដក1លើ10យើងអាចសម្រួល radical អស់នៅសល់ដក1លើ10ចឹងយើងបានចម្លើយតែមួយគត់ចំពោះឫសគូបគឺយើងបានដូចនេះ x ស្មើដក1លើ10បើគេឲ្យលំហាត់មកអវិជ្ជមានយើងបានឫសអវិជ្ជមានទៅឲ្យគេបើគេឲ្យមកវិជ្ជមានយើងបានចម្លើយវិជ្ជមានទៅឲ្យគេចឹងចំពោះលេខរៀងដល់លំហាត់អក្សរណ x គូបស្មើនឹង125លើ216ចឹងយើងទាញយក x យើងពាក់ឫសគូបឬក៏ហៅថា radical ដែលមានសន្ទុះ3ឲ្យ125លើ216អញ្ចឹងយើងមើលលេខផ្សេងគ្នាយើងលើកភាគយក125យើងគិតទៅរកស្វ័យគុណ3ឬហើយបានយើងលើក216ដែលនៅភាគ3នេះយកស្វ័យគុណ3ក្រោយមកបានយើងដាក់ស្វ័យគុណរួមគ្នាចឹងលេខនេះសិតតែយើងធ្លាប់បានធ្វើរួចម្ដងហើយ125យើងលើកបាន5ស្វ័យគុណ3 216យើងលើកបាន6ស្វ័យគុណ3យើងប្រើវងកញ្ចក់ដបរួមគ្នាហើយយើងដាក់ស្វ័យគុណរួមនៅខាងក្រៅហើយយើងអាចចេញមកបានជាប្រភាគគឺ5លើ6ដូចនេះ x ស្មើ5លើ6បន្តមកដល់លេខរៀងអក្សរតលំហាត់នៅក្នុងអក្សរតគឺ x គូបស្មើដល់729លើ1000អញ្ចឹងចំនួន1000ក៏យើងធ្លាប់មានហើយប៉ុន្តែចំពោះលេខ729គឺលេខថ្មីកាលលំហាត់មុនយើងអត់ទាន់មានលេខ729ទេអញ្ចឹងយើងអនុវត្តយក729នេះទៅចែករក
ចំនួនដើម្បីលើកជាស្វ័យគុណយកស្វ័យគុណ3ចេះយើងអាចយក729នេះយកទៅរៀនចែកជាឬក៏ហៅថាចែកជាកតាបឋមណាយើងចែកជាកតាបឋមដើម្បីឲ្យដឹងថាតើ729យើងលើកជាស្វ័យគុណ3បានប៉ុន្មានស្វ័យគុណ3ឡើយយើងយក729មកចែកជាកតាបឋមអានេះគេហៅថាចែកជាកតាបឋមអញ្ចឹងចំនួនបឋមដែលយើងមានសម្រាប់លេខខ្ទង់រាយគឺមានលេខ2លេខ3លេខ5លេខ7សម្រាប់ខ្ទង់រាយឥឡូវយើងមើលថាលេខ729នេះវាជាលេខសេសវាចែកនឹង2មិនដាច់ទេប៉ុន្តែបើចែកនឹង3ដាច់អញ្ចឹងយើងយកវាទៅចែកនឹង3 729យើងអាចចែកដាច់នឹង3អញ្ចឹងយើងចែកនឹង3មកយើងចែកបានចម្លើយប្រមាណគឺយើងយកមកដាក់នៅខាងក្រោមឃើញផលចែកប្រមាណយើងដាក់មកខាងក្រោមខាងក្រោមលេខ729អានេះយើងធ្វើវិធីចែកមកយើងយក729ចែកនឹង3គឺបាន243រួចហើយយើងអាចចែកនឹង3បានទៀតលេខនេះចែកដាច់នឹង3ទៀតគឺយើងយកវាមកចែកនឹង3បន្តទៀតមកកូនធ្លាប់រៀនហើយលេខចែកដាច់នឹង3យើងមើលយ៉ាងម៉េចគឺយើងបូកលេខតាមខ្ទង់ឥឡូវយើងមើល729យើងបូកតាមខ្ទង់មកយើងបាន18ចែកដាច់នឹង3អញ្ចឹងបានន័យថា729ចែកដាច់នឹង3ដែលយើងចែកមកបានផលចែក243ពេលយើងបូកលេខតាមខ្ទង់មកយើងបាន9ចែកដាច់នឹង3អញ្ចឹងបានន័យថា243ចែកនឹង3ដាច់អញ្ចឹងយើងចែកមកយើងបាន81បើយើងបូកលេខតាមខ្ទង់មកលេខ8បូក1គឺបាន9អញ្ចឹង9ចែកដាច់នឹង3អញ្ចឹងបានន័យថាលេខ81ចែកដាច់នឹង3ឥឡូវយើងចែកតទៀតមកគឺបាន27ហើយ27ក៏ចែកដាច់នឹង3ដែរបាន9ចែកដាច់នឹង3ទៀតបាន3ចែកដាច់នឹង3បាន1អញ្ចឹងតែឃើញ1សល់1ឬក៏ចែកបាន1នេះគឺបានន័យថាវាអស់ហើយយើងឈប់ចែកតទៀតហើយវាអស់ត្រឹម1ឥឡូវយើងចង់បានស្វ័យគុណ3យើងប្រមូលផ្ដុំដាក់ជា3ក្រុមយើងយកលេខ3នេះមកចែកគ្នាបានម្នាក់1អញ្ចឹងអស់3ហើយនៅសល់លេខ3ចំនួន3ទៀតយើងយកមកចែកគ្នាម្នាក់1ទៀតអញ្ចឹងអស់ហើយគ្រប់ចំនួនហើយយើងគុណលេខនៅក្នុងវងកញ្ចក់ចូលមកវិញមកយើងបាន9អញ្ចឹងយើងលើកជាស្វ័យគុណញ៉េឃើញបាន9មាន3ដើមអញ្ចឹងយើងអាចលើកបាន9ស្វ័យគុណ3ចាអញ្ចឹងមានន័យថា729គឺលើកជាស្វ័យគុណ3បាន9ស្វ័យគុណ3សញ្ញាដកយើងដាក់ឲ្យគេមកវិញមកយើងលើកតលេខមកអញ្ចឹងដល់ពេល1000យើងលើកបាន10ស្វ័យគុណ3អញ្ចឹងយើងដាក់តែ9លើក10មកយើងដាក់វងចកក្តោបដាក់ស្វ័យគុណ3ខាងក្រៅរួមគ្នារួចហើយយើងចេញមកក្រៅគឺបានទាំងដុំតែម្ដងគឺបានដក9លើ10ចឹងយើងឃើញចម្លើយហើយដូចនេះ x ស្មើ9លើ10ដក x ស្មើដក9លើ10ដោយសារលំហាត់ដែលគេឲ្យមកជាចំនួនអវិជ្ជមានដូច្នេះយើងរកចម្លើយឃើញអវិជ្ជមានទៅឲ្យគេវិញសូមកូនជួយចុច Subscribe នៅក្នុងវីដេអូរបស់អ្នកគ្រូម្នាក់មួយផងសូមអរគុណ